ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងខ្សែអាតវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ខ្មែរពោលគឺអំពីដើមកំណើតរបស់ខ្មែរតាំងពីការកកើតដំបូងនិងអំបូរដើមរបស់ខ្មែរនិងការប្រែប្រួលវិវត្តរបស់ខ្មែរតាំងពីដើមកំណើតដំបូងរហូតដល់ពេលបច្ចុប្បន្ននេះនៅក្នុងសម័យកាលដ៏រុងរឿងបំផុតទឹកដីខ្មែរបានលាតសន្ធឹងនៅលើមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោកក្រៅពីប្រទេសកម្ពុជាបច្ចុប្បន្នហើយនោះទឹកដីកូសាំងស៊ីនទាំងមូលផ្នែកខាងត្បូងនិងកណ្ដាលនៃប្រទេសឡាវនិងផ្នែកខាងកើតនៃប្រទេសថ្ងៃសព្វថ្ងៃក៏ជារបស់ខ្មែរដែរហើយមានពេលខ្លះអាណាចក្រខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាឡាយូនិងប្រទេសភូមាសព្វថ្ងៃទៀតផងក៏ប៉ុន្តែចាប់តាំងពីសតវត្សទី13ដល់សតវត្សទី19ទឹកដីខ្មែរបានរួញបន្តិចម្ដងដោយសារអំពើឃ្លានឃ្លានរបស់ជនបរទេសពោលគឺសៀមនិងអាណាមដែលមានដំណងចង់យកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់ពួកគេដោយពុះហែកចែកប្រទេសកម្ពុជាជាពីរហើយចែកគ្នាមួយជំនាញម្នាក់ដោយមានការផ្ដួចផ្ដើមគំនិតអំពីសំណាក់រាជាខ្មែរគឺព្រះបាទអង្គឌួងហើយក៏ដោយសារតែបារាំងគិតឃើញពីផលប្រយោជន៍របស់គេផងនោះទើបបារាំងបានធ្វើអន្តរាគមន៍ចូលមកក្នុងនយោបាយខ្មែរតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មនិងអាណាព្យាបាលលើកម្ពុជាក្នុងរាជ្យព្រះបាទនរោត្តមក្នុងគ្រិស្តសករាជ1863ហើយក៏ប្រហែលដោយសារតែកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មនិងអាណាព្យាបាលនេះដែរបានធ្វើឲ្យខ្មែរយើងគង់វង្សរហូតដល់សព្វថ្ងៃនេះទន្ទឹមនឹងការគង់វង្សនេះក៏បណ្ដាលឲ្យជនជាតិខ្មែររាប់លាននាក់ត្រូវឃ្លាតឆ្ងាយពីមាតុភូមិក្រុមគ្រួសាររបស់ខ្លួនហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេសដែលយកទឹកដីខ្មែរធ្វើជាទឹកដីរបស់ខ្លួនផងដែរបច្ចុប្បន្ននេះប្រទេសកម្ពុជាមានផ្ទៃដី 181,035 គីឡូម៉ែត្រក្រឡាដោយមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៅភាគខាងលិចនិង2ជាប់ប្រទេសឡាវនៅភាគខាងជើងនិងប៉ែកឦសាននិងជាប់ប្រទេសវៀតណាមនៅភាគខាងកើតនិងប៉ែកអាគ្នេយ៍រួមទាំងជាប់នៅឈូងសមុទ្រថៃនៅប៉ែកខាងត្បូងនិងប៉ែកនិរតីផងដែរដូច្នេះនៅក្នុងឯកសារប្រវត្តិសាស្ត្រដ៏ស្ដួយស្ដាងនេះយើងនឹងសិក្សាអំពីការលបប្រវត្តិនៃមួយពោលគឺការវិវត្តពីមួយឆ្នាំទៅមួយឆ្នាំពីមួយសម័យកាលទៅមួយសម័យកាលទៀតគឺអាចនិយាយបានថាពីមួយជំនាន់ទៅមួយជំនាន់ទៀតនៃប្រទេសកម្ពុជាក៏ដូចជាព្រឹត្តិការណ៍សំខាន់នានាដែលកម្ពុជាធ្លាប់បានឆ្លងកាត់តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះយោងតាមការសិក្សាស្រាវជ្រាវរបស់ប្រវត្តិវិទូជាតិនិងអន្តរជាតិអាចបញ្ជាក់បានថាខ្មែរគឺជាជនជាតិដើមមួយដែលបានរស់នៅលើទឹកដីខ្មែរតាំងពីសម័យបុរេប្រវត្តិរហូតមកដល់សម័យបច្ចុប្បន្នកាលនេះបើតាមសំណល់សម្ភារៈឆ្អឹងមនុស្សសម័យដើមដែលចាស់ជាងគេបំផុតហើយត្រូវបានគេរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្តិនានាបង្ហាញឲ្យដឹងថាយ៉ាងហោចណាស់មនុស្សដែលរស់នៅលើទឹកដីកម្ពុជាមានដើមកំណើតតាំងពី682,000 ឆ្នាំមុនគ្រិស្តសករាជមកម្លេះយើងដឹងចំណេះដឹងទាំងនេះតាមរយៈឯកសាររបស់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិដែលបានបោះពុម្ពផ្សាយហើយក៏មានអ្នករៀបរៀងសៀវភៅជាច្រើនបានដកស្រង់ការស្រាវជ្រាវការរកឃើញនិងទស្សនៈយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវទាំងនោះមកសរសេរជាសៀវភៅដើម្បីផ្ដល់ជាចំណេះដឹងសម្រាប់អ្នកសិក្សារៀនសូត្រអ្នកអាននិងអ្នកស្ដាប់ជាដើមតែទោះជាយ៉ាងណាក៏ដោយក្នុងការសិក្សាអំពីអរិយធម៌ខ្មែរក៏ដូចជាប្រវត្តិសាស្ត្រខ្មែរបញ្ហាដែលចោទឡើងជានិច្ចកាលនោះគឺថាធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវខិតខំដោះស្រាយនោះគឺថាតើជនជាតិខ្មែរមានអំបូរមកពីណាដោយសារតែចម្ងល់នេះបានធ្វើឲ្យប្រវត្តិវិទូមួយចំនួនបញ្ចេញមតិយោបល់ប្លែកៗគ្នាហើយមានពេលខ្លះយោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាខុសស្រឡះទាំងស្រុងតែម្ដងអំពីបញ្ហាប្រវត្តិដើមរបស់ខ្មែរ
ដូចនេះមុននឹងយើងសិក្សាអំពីសម័យកាលនីមួយៗនៃប្រទេសកម្ពុជាថាមានការវិវត្តយ៉ាងណាប្រែប្រួលយ៉ាងណានោះដំបូងយើងត្រូវតែយល់ដឹងជាមុនសិនអំពីដើមកំណើតនៃជនជាតិខ្មែរជាទូទៅប្រវត្តិវិទូបរទេសគេបានភ្ជាប់ខ្មែរទៅនឹងជនជាតិណាមួយដែលមានអរិយធម៌ខ្ពស់ជាងដើម្បីរក្សាអធិភាពរបស់ពួកគេដើម្បីរក្សាអធិភាពរបស់ខ្មែរយើងអ្នកនិពន្ធខ្លះបានសរសេរថាខ្មែរគឺជាឥណ្ឌាទី2ដោយឃើញថាខ្មែរជាអ្នកកាន់សាសនានិងជំនឿទម្លាប់បែបឥណ្ឌាដូចជាពិធីកោសជប់និងពិធីបូជាសពជាដើមដោយឡែកអ្នកស្រាវជ្រាវខ្លះទៀតបានអះអាងថាខ្មែរមានដើមកំណើតនៅសម័យបុរេប្រវត្តិសាស្ត្រពីទិសខាងជើងគឺពីប្រទេសទីបេចុះមកតាំងទីលំនៅនៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងនេះទន្ទឹមនឹងនេះដោយមានអ្នកប្រាជ្ញមួយចំនួនទៀតបានសន្និដ្ឋានថាខ្មែរជាអ្នកកើតនៅលើទឹកដីឥណ្ឌូចិននេះដោយគ្រាន់តែបានទទួលយកឥទ្ធិពលវប្បធម៌ពីពួកឥណ្ឌានៅសតវត្សទី1នៃគ្រិស្តសករាជតែប៉ុណ្ណោះតែបើយោងទៅតាមទស្សនៈរបស់លោក Henrik Khan គាត់បានលើកឡើងថាខ្មែរជាជនជាតិអន្តោប្រវេសន៍មួយដែលបានគេចចេញពីប្រទេសឥណ្ឌាហើយបានចូលមករាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយជនជាតិដើមនោះគឺជនជាតិក្នុងអំបូរ Malayu Polynesian ជនជាតិដើម Malayu Polynesian ឬ Austronesian គឺស្ថិតក្នុងអំបូរភាសានិយាយរបស់ជនជាតិដែលរស់នៅលើកោះមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកក្រោយមកទៀតមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជាលោក Ademir Leclerc និងលោក Kyakuරු ជាដើមក៏បានយល់ស្របតាមទស្សនៈខាងលើនេះដែរដោយឡែកលោក Bernard Philippe Groseillier អតីតអ្នកអភិរក្សអង្គរនិងលោក Marcel Talbot បានសន្និដ្ឋានថាខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងក្រុមអំបូរខ្មែរមនឬមនខ្មែរហើយបានមកក៏កើតឡើងនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះពលលោកទាំងពីរយល់ឃើញថាក្នុងសម័យបុរេប្រវត្តិសាស្ត្រមានវងមនុស្សជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើងចូលមកតាំងទីលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ក្នុងនោះមានពួកអូស្ត្រូឡូអ៊ីតពួកមេឡាណេស៊ីយាងនិងឥណ្ឌូនេស៊ីយាងជាដើមហើយអំបូរមូនខ្មែរគឺជាពួកកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងពួកមេឡាណេស៊ីយាងហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូរហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌានេះឯងតាមទស្សនៈទាំងពីរខាងលើនេះឃើញថាវាហាក់ដូចជាសមស្របទៅនឹងទស្សនៈរបស់ខ្មែរផ្ទាល់ច្រើនជាងដោយហេតុថាតាមរយៈរឿងព្រេងនានាពិសេសរឿងព្រះថោងនាងនាគខ្មែរតែងតែចាត់ទុកខ្លួនឯងថាខ្មែរគឺមានប្រភពពីស្រុកខ្មែរនេះឯងនេះមានន័យថាបើសិនជាគ្មាននាងនាគដែលជាប្រភពនៅស្រុកខ្មែរទេដូច្នោះព្រះថោងឬកៅដិនដែលមានប្រភពពីស្រុកឥណ្ឌាក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរហ្វូណនឬកោះគោកធ្លុកបានដែរហើយឥណ្ឌាក៏មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរបានដែរយ៉ាងណាមិញបើយោងទៅតាមសៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុករបស់រាជបណ្ឌិតសភាកម្ពុជាបានឲ្យដឹងថាប្រវត្តិវិទូអាចកំណត់អាយុកាលនៃដើមកំណើតខ្មែរបានថាខ្មែរមានបុរេប្រវត្តិសាស្ត្រចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍គឺប្រមាណជា680,000ឆ្នាំមុនគ្រិស្តសករាជមកដល់សតវត្សទី1ឬក៏តាំងពីប្រមាណ682,000ឆ្នាំមុនគ្រិស្តសករាជមកម្លេះនេះបើយោងតាមសំណល់សម្ភារៈឆ្អឹងមនុស្សសម័យដើមដែលកប់ក្នុងស្ថានីយ៍បុរេប្រវត្តិសាស្ត្រនានា
ដូច្នេះសរុបសេចក្តីមកឃើញថាបញ្ហាដើមកំណើតខ្មែរមានសមត្ថកម្មច្រើននិងប្លែកៗគ្នាតែមតិនោះមានចំណុចរួមមួយត្រង់ថាខ្មែរជាជនជាតិមួយស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរមនខ្មែរឬខមនេះឯងហើយរដ្ឋខ្មែរដែលយើងហៅរាល់ថ្ងៃថាជាប្រទេសកម្ពុជានេះគឺត្រូវបានបង្កើតឡើងជារដ្ឋដំបូងបង្អស់នៅសតវត្សទី1នៃគ្រិស្តសករាជប៉ុន្តែជនជាតិខ្មែរបានរស់នៅលើទឹកដីនេះតាំងពីមុនពេលនៃការកកើតរដ្ឋខ្មែរនេះតទៅទៀតគោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្លេះសរុបសេចក្តីមកយើងអាចបញ្ជាក់បានថាខ្មែរយើងមានដើមកំណើតតាំងពីឆ្នាំ680ពាន់ឆ្នាំមុនគ្រិស្តសករាជហើយខ្មែរមានអំបូរពីខ្មែរមនឬខមនេះឯងអំបូរខ្មែរមននិងខមនេះជាអំបូរដើមរបស់ខ្មែរ